លោកមុខស្វាឈាមថោកធម្មិកោឲ្យស្ដាប់ឲ្យច្បាស់លាស់របបសពថ្ងៃហ្នឹងគេហៅថារបបរាជានិយមមិនមែនទីជារបបកុម្មុយនីសទេបើលោកឯងមើលឃើញថានេះជារបបកុម្មុយនីសហើយហេតុអីបានលោកឯងមិនជំរុញប្រជារាស្ត្រហ្នឹងឲ្យតងើបឡើងតវ៉ាព្រោះនៅក្នុងសម័យឆ្នាំ93យើងបានចុះសន្ធិសញ្ញាទៅលើច្បាប់អន្តរជាតិដែលគេហៅថាលទ្ធិប្រជាធិបតេយ្យសេរីពហុបកមិនមែនជារបបកុម្មុយនីសទេនៅក្នុងពិភពលោកវាមានតែ3ទេគេហៅថារបបសាធារណរដ្ឋរបបរាជានិយមនិងរបបកុម្មុយនីសនិយមអ្វីដែលនៅក្នុងពី79មកទល់នឹង91ដែលយើងវាយហ្នឹងគឺវាយរបបកុម្មុយនីសនិយមដែលហៅថាការឈ្លានពានយកទឹកដីខ្មែរយើងបានទាំងស្រុងគឺ79មកទល់នឹង91ទាំងរំតែចលនាតស៊ូ23ដុល្លារ91ហ្នឹងទាមទារបាននៅលទ្ធិប្រជាធិបតេយ្យសេរីពហុបកហើយបានគេបង្កើតហើយបាននៅក្នុងចុងបញ្ចប់គេមកនៅរាជានិយមអ្នកណាទាមទារនៅរាជានិយមគឺគេខ្លួនឯងជាស្ដេចហ្នឹងឯងចង់បានរាជបល្ល័ង្កឯងដើម្បីទៅសហការជាមួយនឹងយួនសហការជាមួយនឹងហ៊ុនសែនដើម្បីបោះឆ្នោតទទួលនៅក្នុងរបបរាជានិយមដូចជាក្នុងច្បាប់ក្នុងរបបរាជានិយមខ្ញុំនឹងវិនិច្ឆ័យនៅក្នុងច្បាប់នៅក្នុងរបបរាជានិយមនឹងឲ្យបានច្បាស់លាស់តែមុខស្វាឈាមថោកធម្មិកោឲ្យស្ដាប់ឲ្យច្បាស់លាស់កុំឲ្យយកអាទ្រឹស្ដីកាន់ជើងស្ដេចដើម្បីយកមកដោះសារខ្មែរយើងអត់មានរបបកុម្មុយនីសនិយមទេសពថ្ងៃគឺរបបការឈ្លានពានទឹកដីពីយួនអ្វីក៏ដោយគឺស្ថិតនៅហៅថាពួកនឹងគឺជាក្រុមចោរហើយលោកឯងហ្នឹងទៅសហការជាមួយក្រុមចោរហ្នឹងមកប្លន់យកជាតិមកប្លន់ពីភាពជោគជ័យរបស់ប្រជាពលរដ្ឋអានឹងហើយកុំឲ្យលោកឯងមកប្រើថានេះជារបបកុម្មុយនីសណាពីហៅថារបបកុម្មុយនីសពីប្រទេសចិនក៏គេកុម្មុយនីសប្រទេសយួនក៏គេកុម្មុយនីសក៏ប៉ុន្តែខ្មែរយើងមិនអាចហៅថារបបកុម្មុយនីសទេពីព្រោះគេបល័យជាតិពូជសាសន៍ខ្មែរធ្វើម៉េចឲ្យខ្មែរយើងស្លាប់ដែលខ្ញុំបានបញ្ជាក់ជារឿយៗហើយដូច្នេះណាមុខស្វាឈាមថោកធម្មិកោឲ្យស្លាប់ឲ្យច្បាស់លាស់លោកឯងគ្មានតួនាទីអីជាស្ដេចឬក៏ជាស្អីទេដូចជាខ្ញុំក៏នៅជម្រាបលោកជុនច័ន្ទបតឲ្យបានច្បាស់លាស់ពាក្យហៅថាព្រះអង្គម្ចាស់មួយម៉ាត់ហ្នឹងមិនអាចហៅគេហៅថាមុខស្វាឈាមថោកធម្មិកោនឹងបានទេពីព្រោះមនុស្សហ្នឹងមិនទាន់ខ្លាយទៅជាស្ដេចទេគាត់តែជាអាយ៉ងហើយក៏ជាមនុស្សគេហៅថាជាកញ្ជះរបស់គេមួយដើម្បីបំរើទាមទារនៅភាពសុខសាន្តដល់ខ្លួនឯងទេមានអីយកកុំឲ្យមកប្រើពាក្យហៅថាព្រះអង្គម្ចាស់ពាក្យព្រះអង្គម្ចាស់មួយម៉ាត់ហ្នឹងព្រះហ្នឹងគឺជាសក្ការៈបូជារបស់មនុស្សតែមនុស្សធម្មិកោគាត់តែជាកញ្ជះរបស់ស្ដេចមួយទេដូច្នេះមិនអាចហៅថាព្រះអង្គម្ចាស់បានទេខ្ញុំគាត់តែជុំជម្រាបលោកជឿនច័ន្ទបតឲ្យបានច្បាស់លាស់កុំឲ្យប្រើពាក្យហ្នឹងហួសពីឋានានុក្រមរបស់មនុស្សរបស់សង្គមព្រោះមនុស្សធម្មិកោហ្នឹងគាត់តែជាកញ្ជះគេមួយទេជាអ្នកបំរើឲ្យគិតកោវិជាស្ដេចបែរជាធម្មិកោហ្នឹងគាត់តែជាអ្នកកញ្ជះគេកាន់ជើងគេកុំឲ្យយកប្រើពាក្យហៅថាព្រះអង្គម្ចាស់សោះអានេះគឺខ្ញុំសូមជម្រាបខាងវិទ្យុអាស៊ីសេរីហ្នឹងចែកឲ្យច្បាស់លាស់ពីឋានានុក្រមនៃការនិយាយស្ដីឲ្យតម្លៃយើងឲ្យតម្លៃឲ្យចំនឹងគោលដៅអ្វីដែលគេរឹតបន្តឹងពីច្បាប់ទម្លាប់អស់ហ្នឹងគឺបណ្ដាលមកពីអីគឺគេចង់បិទបាំងពីភាពអាស្រូវដើម្បីរក្សារាជបល្ល័ង្កខ្លួនឯងមិនខ្វល់ពីប្រជាជាតិតែទុកសោកវេទនារបស់ប្រជាជាតិហ្នឹងតើលោកជឿនច័ន្ទបតឯងទុកឲ្យប្រជាជាតិវេទនាបន្តដល់ពេលណាទៀតហេតុអីបើយើងមិននាំគ្នាជួយជំរុញពីស្មារតីជាតិហ្នឹងឲ្យមានសន្ទុះឡើងដែលរបស់លោកហើយនឹងនៅក្នុងប្រទេសនេះស្ដេចទទួលព្រះរាជបល្ល័ង្កនេះយើងត្រូវតែរក្សាព្រះរាជបល្ល័ង្កហើយខ្ញុំជំរុញការរក្សាព្រះរាជបល្ល័ង្កនេះខ្ញុំសូមរំលឹកពាក្យរបស់អិសរាជជនទីរួមនៅក្នុងគណៈបព្វជិជនកម្ពុជាមួយជាសាសរបស់ដែលអេដាមជំនឿលោកបានមានសាសឆ្នាំ2006ខែវិច្ឆិកាគណៈបព្វជិជនកម្ពុជាយកលទ្ធិប្រជាធិបតេយ្យយកមកវិញចង់លុបកាយក៏បានដែរអានេះគឺជាការពំរាមទៅលើស្ថាប័នព្រះមហាក្សត្រតែម្ដងអានេះឆ្នាំ2006ក៏ប៉ុន្តែខ្ញុំសូមរំលឹកម្ដងទៀតថាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនក៏លោកបានមានសាសតែមិនដែរនៅវិញ្ញាបញ្ញាជំហរពុជង្គឆ្នាំ2005ក្រោយពីលោកជើញមកពីប្រជុំវៀតណាមវិញជំរុញការដែលគណៈកម្មការត្រូវទៅចុះប្រហោលិកាទៅលើកិច្ចសញ្ញារវាងកម្ពុជានិងវៀតណាមណាអំពីព្រំដែនសម្ដេចហ៊ុនសែនលោកបានជំនាញតែបើសិនជាព្រះមហាក្សត្រមិនចុះប្រហោលិកាទេត្រូវតែគិតគូរអំពីយករបបសក្តិរដ្ឋយកមកវិញអានោះគឺជាការពំរាមតែម្ដងទៅទៀតដូច្នេះយើងត្រូវតែយល់ប្រទេសរបស់ព្រះមហាក្សត្រណាយ៉ាងណាអ្នកកាន់អំណាចសពថ្ងៃហ្នឹងអ្នកកាន់ទ័ពអ្នកកាន់ប៉ូលីសកងបណ្ដាអាវុធគេចង់ធ្វើរដ្ឋប្រហារគេចង់ពលំរាជបល្ល័ង្កពេលណាក៏បានដែរលោកទទួលគេមរតកពីព្រះបិតារបស់លោកគឺរាជបល្ល័ង្កលោកត្រូវតែរក្សារាជបល្ល័ង្កឥឡូវដើម្បីឲ្យគណៈព្រះមហាក្សត្រលោកខ្លាយទៅជាស្ថាប័នឯករាជ្យមែន
ត្រូវតែមានតុល្យភាពនៅក្នុងសង្គមខ្មែរនៅក្នុងនយោបាយខ្មែរតុល្យភាពនយោបាយណាហើយនឹងសប្តាហ៍នេះវាអត់ទាន់មានតុល្យភាពនយោបាយលោកឯងដោយសារអីដោយសារចង់រក្សារាជបល្ល័ង្កទៅខ្លាចគេគម្រាមកំហែងហើយលោកមុខស្វាឈាមថោកធម្មិកោឲ្យស្ដាប់ឲ្យច្បាស់លាស់ពាក្យគម្រាមកំហែងបើក្នុងទូនាទីជាស្ដេចក្នុងទូនាទីដែលឆ្លាញ់ប្រជារាស្ត្រក្នុងទូនាទីដែលឆ្លាញ់ទឹកដីទោះបីអ្នកឯងគម្រាមកំហែងក៏អត់ខ្លាចដែរពីព្រោះគម្រាមកំហែងយ៉ាងម៉េចព្រោះនៅគេគម្រាមកំហែងតែក្នុងច្បាប់វាធ្វើទៅអត់រួចទេពួកហ៊ុនសែនវាអត់ហ៊ានប្រើក្នុងរបបសាធារណរដ្ឋទេហើយយើងមានច្បាប់រួចទៅហើយ$23ហ្នឹងដែលយើងចុះសិទ្ធិសញ្ញាហៅថាលទ្ធិប្រជាធិបតេយ្យសេរីពហុបកដូចជាគេមិនអាចទាមទារនៅរបបកុម្មុយនីសមកវិញបានទេអានេះវាជាចំណុចមួយហើយចំណុចទី2បើសិនជាស្ដេចហ្នឹងមានឆន្ទៈទៅលើជាតិមានឆន្ទៈទៅលើរាស្ត្រដូចជាគេមិនខ្លាចពីពាក្យគម្រាមកំហែងទេគេទៅសហការជាមួយនឹងប្រជាជាតិដើម្បីជំរុញអាពួកហ្នឹងឲ្យចាក់ចេញឲ្យពីអត់មានការគម្រាមកំហែងបានក៏ដោយសារទៅលើការឆន្ទៈតែចុះបញ្ចប់នឹងហើយដែលចូលបញ្ចាំងឲ្យឃើញថាណាក្រុមដែលគេហៅថាមុខស្វាឈាមថោកធម្មិកោឯហ្នឹងដែលជំរុញឲ្យស្ដេចហ្នឹងខ្លាចងប់ងល់បំរើយួនសម្រាប់ខ្មែរដែលជួបនៅវិនិច្ឆ័យកម្មអស់ហ្នឹងដោយសារអីដោយសារចុះបញ្ចប់ចង់តែរក្សារាជបល្ល័ង្កខ្លួនឯងហ្នឹងដើម្បីឲ្យបានសេចក្តីសុខតែខ្លួនឯងមិនខ្វល់ពីប្រជាជាតិរងទុក្ខវេទនាយ៉ាងម៉េចភាពអយុត្តិធម៌នៅក្នុងសង្គមយ៉ាងម៉េចការចាប់ប្រជាពលរដ្ឋយុទ្ធដាក់គុកដោយអយុត្តិធម៌យ៉ាងម៉េចនឹងហើយដែលស្ដេចមិនដែលចេញមុខមួយណាមកហ៊ានទទួលការខុសត្រូវដោយសារអីនឹងហើយជាស្ដេចបំរើយួនសម្រាប់ខ្មែរសហការមួយយួនដើម្បីរក្សាតែរាជបល្ល័ង្កខ្លួនឯងមិនខ្វល់ពីប្រជាជាតិយ៉ាងម៉េចខ្ញុំក៏បានប្រាប់លោកមុខស្វាឈាមថោកធម្មិកោឲ្យច្បាស់លាស់រវាងហ៊ុនសែនវាមិនអាចទាមទារនៅសាធារណរដ្ឋបានទេព្រោះច្បាប់សាធារណរដ្ឋវាជាប់តែពីអាណត្តិនេះវាត្រូវចុះចេញពីតំណែងហើយនេះជាគោលដៅដែលហ៊ុនសែនវាចង់កាន់ក្តោបអំណាចយូរដោយសារវាត្រូវការរបបរាជានិយមព្រោះរបបរាជានិយមវាគេហៅថាជានាយករដ្ឋមន្ត្រីមិនមែនជាប្រធានាធិបតីទេបើដូចសហរដ្ឋអាមេរិកគេហៅថារបបសាធារណរដ្ឋគេហៅថាប្រធានាធិបតីច្បាប់វាជាប់តែពីអាណត្តិទេត្រូវចុះចេញពីតំណែងតែលើកលែងតែនៅក្នុងរបបរាជានិយមក្នុងនាយករដ្ឋមន្ត្រីអាចជាប់របបដរាបណាតែប្រជារាស្ត្របោះឆ្នោតឲ្យនៅតែជាប់របបនេះជារបបគេហៅថារាជានិយមចំណុចហ្នឹងហើយហ៊ុនសែនណាគ្រាន់តែជាប្រើពាក្យគម្រាមតែវាគ្មានហ៊ានធ្វើដល់ចំណុចហ្នឹងទេបែរជាលោកឯងអន់ជាងអន់គេហៅថាមនុស្សមហាអន់បំផុតស្ដេចហ្នឹងគឺខ្លាចគេគ្រាន់តែគេនិយាយញ័រជើងញ័រដៃដើម្បីរក្សារាជបល្ល័ង្កមិនខ្វល់ពីជីវិតជាតិមិនខ្វល់ពីប្រទេសជាតិយ៉ាងម៉េចដល់ហើយសុខចិត្តគេបង្ខំឲ្យសញ្ញេព្រំដែនគេបង្ខំឲ្យសញ្ញេកោះត្រល់បែរជាលួចទៅសញ្ញេឲ្យគេអានឹងហើយគេហៅថាជាស្ដេចក្បត់ជាតិដោយសារអំណាចហ៊ុនសែនប្រើពាក្យមួយបើសិនជាលាក់នៅអាកំបាំងភាពអាស្រូវទាំងអស់អញ្ចឹងបានហ៊ុនសែនវាអត់ទទួលខុសត្រូវពីរឿងកោះត្រល់ដោយសារអីដោយសារស្ដេចខ្មែរហ្នឹងលួចទៅសញ្ញេព្រំដែនសញ្ញេកោះត្រល់ទៅឲ្យយួនអានឹងហើយដែលយើងបាត់បង់កោះត្រល់ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ទៅចាប់អារម្មណ៍ត្រង់ចំណុចនេះមែនទេស្ដេចហ្នឹងគេហៅថាជាស្ដេចក្បត់ជាតិដើម្បីរក្សារាជបល្ល័ង្កខ្លួនឯងមិនខ្វល់ពីជីវិតប្រជាជាតិមិនខ្វល់ពីទឹកដីយ៉ាងម៉េចបើស្ដេចគេពិតប្រាកដគេអត់ខ្លាចទេគេសុខចិត្តស្លាប់ដើម្បីការពារជាតិការពាររាជបល្ល័ង្កគឺការពារជាតិនឹងបើជាតិគង់វង្សរាជបល្ល័ង្កក៏គង់វង្សហើយបើជាតិបាត់បង់តើរាជបល្ល័ង្កមួយគង់នៅកន្លែងណាចំណុចហ្នឹងហើយគេហៅថាស្ដេចមហាភ្លើបំផុតគឺស្ដេចខ្មែរគេហៅថាមហាភ្លើបំផុតគឺស្ដេចខ្មែរអន់បំផុតគឺស្ដេចខ្មែរល្ងងបំផុតគឺស្ដេចខ្មែរនៅក្នុងពិភពលោកយើងដែលមានស្ដេចអន់ជាងគេបំផុតក្នុងពិភពលោកគឺស្ដេចខ្មែរយើងនឹងឯងដែលមិនហ៊ានធ្វើអីគ្រប់មិនហ៊ានតវ៉ាមិនហ៊ានងើបឡើងធ្វើអីរាល់បញ្ហាទាំងអស់ដែលធ្វើឲ្យសង្គមជាតិយើងជួបនៅវិនិច្ឆ័យកម្មដូច្នេះចំណុចហ្នឹងខ្ញុំបានបញ្ជាក់ឲ្យបញ្ជាក់ទៀតបើសិនជាបងប្អូនណាដែលនៅជឿងប់ងល់ទៅលើស្ដេចនឹងហើយចូលរួមចំណែកនឹងក្បត់ជាតិព្រោះក្នុងពិភពលោកយើងនេះមានតែស្ដេចខ្មែរយើងទេដែលមហាអន់បំផុតបាទខ្ញុំនឹងចាក់បន្ថែមទៀតនៅរាល់សម្ដីដែលគេហៅថាមុខស្វាឈាមថោកធម្មិកោនឹងឲ្យច្បាស់លាស់ពីព្រោះមនុស្សហ្នឹងគ្មានឋានន្តរស័ក្តិឬក៏គ្មានស័ក្តិយុសណាមួយដែលយើងឲ្យយើងទទួលស្គាល់ទេមនុស្សហ្នឹងលើកជើងរបូតលើកមុនទៅទទួលស្គាល់ថាហ៊ុនសែនធ្វើត្រូវឥឡូវនេះបែរជាទៅបដិសេធថាហ៊ុនសែនធ្វើខុសចុះកន្លែងណាមួយទៅគេហៅថាពាក្យត្រូវនឹងខុសហ្នឹងសម្រាប់មនុស្សមុខស្វាឈាមថោកធម្មិកោហ្នឹងឲ្យច្បាស់លាស់ព្រោះមនុស្សហ្នឹងអែបអបរੂតែវិធីដែលសុកខ្លួនឯងធ្វើឲ្យវិជាជាតិជួបនៅវិនិច្ឆ័យកម្មខ្ញុំបានបញ្យល់មុខស្វាឈាមថោកលោកឯងម្ដងរួចទៅហើយពីបញ្ហាកុំឲ្យនិយាយអត់ដឹងក្បាលដឹងកន្ទុយឥឡូវនេះលោកឯងបន្ថែមមកពាក្យនឹងថែមទៀតហើយដូច្នេះណារាល់សម្ដីអីទាំងអស់ខ្ញុំនឹងចាក់នឹងប្រាប់មុខស្វាឈាមថោកឯងធម្មិកោឯងឲ្យច្បាស់លាស់ការចំការបោះឆ្នោតគឺជាការរៀបចំសព្វនិមិត្តលទ្ធផលការបោះឆ្នោតក៏ជាលទ្ធផលសព្វនិមិត្តដែរគឺសិទ្ធិការរៀបចំទាំងអស់ណាការគ្រោងទុក
របស់គណៈបព្វជិជនកម្ពុជាទាំងប៉ុណ្ណោះដូច្នេះយើងមិនអាចនឹងជំទាស់លទ្ធផលការបោះឆ្នោតទេយើងត្រូវតែជំទាស់ការបោះឆ្នោតតែម្ដងណាហើយនឹងមានតែប្រគល់ព្រះមហាក្សត្រទេដែលអាចនឹងធ្វើជាអាជ្ញាកណ្ដាលដើម្បីផ្ដល់យុត្តិធម៌ទៅប្រជាពលរដ្ឋដែលបានបោះឆ្នោតហើយគណៈបកសង្គ្រោះជាតិមូលហេតុនឹងហើយបានគណៈបកសង្គ្រោះជាតិមានដាក់លក្ខខណ្ឌចំនួនគត់ក្នុងការចូលរួមនៅក្នុងសភាគឺសូមប្រគល់ព្រះមហាក្សត្រកោះប្រជុំគណៈបកប្រជាជនកម្ពុជានិងគណៈបកសង្គ្រោះជាតិនៅព្រះបរមរាជវាំងដើម្បីដោះស្រាយបញ្ហារវាងគណៈបកទាំងពីរហ្នឹងណាហើយទៅចាំយើងគិតគូរទៅទៀតក៏ប៉ុន្តែយើងត្រឡប់មកវិញនឹងការដែលគណៈបកសង្គ្រោះជាតិស្នើសុំប្រគល់ព្រះមហាក្សត្រលើកោះប្រជុំនឹងឆ្លុះបញ្ចាំងឲ្យឃើញថាគណៈបក្សសង្គ្រោះជាតិទុកស្ថាប័នព្រះមហាក្សត្រជាស្ថាប័នកំពូលមួយខុសទី2ជាស្ថាប័នឯករាជ្យនិងជាអាជ្ញាកណ្ដាលដែលមានសិទ្ធិអំណាចដើម្បីដោះស្រាយកំណោះនៅក្នុងសង្គមខ្មែរលោកឯងយកស្ថាប័នដាច់យកស្ថាប័នស្ដេចពីលថាជាស្ថាប័នឯករាជ្យតែស្ថាប័នហ្នឹងដាប់តែបញ្ជារបស់ហ៊ុនសែនឲ្យអង្គុយអាស្ដេចអត់ហ៊ានឈរទេនេះជាចំណុចដែងស្ថាប័នហ្នឹងហើយកុំឲ្យយើងថាឲ្យយកស្ដេចហ្នឹងជាអាជ្ញាកណ្ដាលមិនទាន់អីគេនាំគ្នាធ្វើបាតកម្មស្ដេចហ្នឹងដាក់ញត្តិសុំឲ្យប្រជាពលរដ្ឋហ្នឹងរងាប់អារម្មណ៍ណារក្សានៅតម្លៃថ្លៃធ្នូបែរជាខ្លួនឯងថោកទាបទៅស្ដាប់អាក្រុមចៅហើយបែរមកជឿនប្រជារាស្ត្រខ្លួនឯងនឹងហើយជាទង្វើព្រៃផ្សៃរបស់ស្ដេចហ្នឹងដូច្នេះលោកឯងកុំឲ្យយកទស្សនៈមួយនិយាយថាស្ដេចហ្នឹងបានធ្វើឲ្យហៅថាមានភាពយុត្តិធម៌អាជ្ញាកណ្ដាលនេះជាស្ដេចអាយ៉ងថោកទាបបំផុតនៅក្នុងពិភពលោកយើងមានតែស្ដេចខ្មែរយើងមួយទេតែគេហៅថាមហាថោកបំផុតដូច្នេះណាឲ្យបងប្អូនយើងនាំគ្នាចាប់អារម្មណ៍រាល់ពាក្យរាល់សកម្មភាពដែលស្ដេចខ្មែរយើងនឹងហើយដែលយើងសរបញ្ជាឲ្យឃើញថាដែលយើងបាត់បង់ទឹកដីគឺបណ្ដាលមកពីស្ដេចហ្នឹងដែលជួបនៅវិនិច្ឆ័យកម្មអស់ហ្នឹងពីព្រោះស្ដេចអត់មានភាពក្លាហានណាមួយទេគ្រាន់តែជាអាយ៉ងរបស់គេបាទអរគុណណាលើស្ដាប់ព្រះអង្គមានបន្ទូលមិញហើយងាកមករដ្ឋធម្មនុញ្ញជំពូក2មាត្រា7ដែលចែងថាអង្គព្រះមហាក្សត្រមិនអាចមានអាណារំលោភបំពានបានឡើយដូច្នេះបើស្ដាប់ព្រះអង្គមានបន្ទូលមិញមានន័យថាប្រមុខរដ្ឋាភិបាលហើយព្រះអង្គបានលើកឧទាហរណ៍ពីលោកហ៊ុនសែនគម្រាមឬមួយក៏ពមៀនបកូណាផងមានន័យថាលោកហ៊ុនសែនបានបំពានស្ថាប័នព្រះមហាក្សត្រឬបំពានព្រះមហាក្សត្រអានឹងជាក់ស្ដែងណាពាក្យហ្នឹងអត់មានពាក្យอะไรរបស់ស្ដាយចែកពីហ្នឹងទេអានឹងគឺជាការជាក់ស្ដែងហើយពីណាដែលសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនបានមានប្រសាសន៍ថាបើសិនជាបកូនណាមិនចុះប្រហោះលេខាទៅលើសញ្ញាហ្នឹងគិតគូរអំពីរបស់ថាជារដ្ឋមកវិញអានឹងគឺជាការបំពេញច្បាស់ហើយអត់មានការបកស្រាយក្រៅពីរឿងការបំពេញនេះទេចាអត់មានទេអង្គធ្លាប់ធ្វើជាលេខាធិការផ្ទាល់របស់ព្រះមហាវីរៈក្សត្រហើយនឹងសម្ដេចវាដែលគេបំពេញហ្នឹងគេបំពេញគេបញ្ជាក់ច្បាស់ហើយតើគេមិនដែលទៅខ្លាចស្ដេចហ្នឹងណាតែខ្លួនឯងទេជាស្ដេចហ្នឹងតែខ្លួនឯងរក្សាតម្លៃខ្លួនឯងជាស្ដេចឬក៏អត់ពួកខ្លួនឯងតំណាងប្រជាជាតិគ្រប់គ្រងគេហៅថារាជានិយមហើយបើសិនជាស្ដេចហ្នឹងគិតគូរទៅដល់ប្រទេសជាតិគិតគូរទៅដល់បូរណភាពទឹកដីគិតគូរទៅដល់ជីវិតរបស់ប្រជារាស្ត្ររបស់ខ្លួនឯងអត់មានទៅខ្លាចទេពាក្យគម្រាមអស់ហ្នឹងពីព្រោះយើងពួកស្ដេចវានៅតែមានប្រជារាស្ត្រគ្រប់គ្រងរាប់លាននាក់ហេតុអីបានស្ដេចហ្នឹងមិនសហការជាមួយប្រជារាស្ត្រហើយទៅសហការជាមួយយួនគាត់តែគេប្រើទាំងពាក្យគម្រាមកំហែងគេមិនបានតន់ធ្វើបដិវត្តពីកាលអាហ្នឹងហើយដែលសបញ្ជាក់ឲ្យឃើញនេះគាត់តែជាលេសទេលេសអីលេសមុខស្វាឈាមថោកធម្មិកោហ្នឹងគាត់តែជាការដោះសារឲ្យស្ដេចទេនេះជាស្ដេចដែលគេហៅថាមនុស្សដែលខ្សោយបំផុតលើបំផុតហ្នឹងគឺស្ដេចខ្មែរដែលគ្មានឆន្ទៈណាមួយគិតពីប្រទេសជាតិគ្មានឆន្ទៈមួយណាគិតពីប្រជាពលរដ្ឋដែលរស់នៅក្នុងភាពវេទនាតោកយ៉ាអស់រយៈពេល60ឆ្នាំដែលបាត់បង់ទាំងអស់សពថ្ងៃនឹងយើងបាត់បង់អស់ហើយព្រៃរ៉ែជលផលរងទុក្ខវេទនាឧស្សាហកម្មតាំងពីសម័យ60មកទល់ដល់ឥឡូវកំតិចដោយសារស្ដេចនឹងនាំកំតិចចោលទាំងអស់ហើយកុំឲ្យលើកពីវីរភាពថាខ្លួនឯងហ្នឹងបានមកស្លាប់ផលិតអីបន្តទៀតនឹងឲ្យវិនិច្ឆ័យកម្មយើងសពថ្ងៃហើយប្រជាពលរដ្ឋដែលស្លាប់អស់3លានបង្ហូរនិគមយួនចូលមកអានឹងដែលយើងជួបនៅវិនិច្ឆ័យកម្មអីទាំងអស់គឺបណ្ដាលមកពីស្ដេចហ្នឹងគេហៅថាស្ដេចមហាថោកទាបបំផុតគឺស្ដេចហ្នឹងឯងមិនគិតគូរពីផលប្រយោជន៍ជាតិលួចទៅសញ្ញេកោះត្រល់ឲ្យគេអានឹងហើយដែលខ្មែរយើងជួបនៅវិនិច្ឆ័យកម្មអានឹងឲ្យខ្ញុំស្ដាប់ឲ្យហៅថាមុខស្វាឈាមថោកធម្មិកោហ្នឹងចាំមើលមនុស្សហ្នឹងវាគ្រប់គ្រងស្ដេចដល់កម្រិតណាថែមទៀតព្រះអង្គបានធ្លាប់ឃើញមានការបំពេញទៅលើព្រះមហាក្សត្រហ្នឹងជាករណីណាខ្លះជាពិសេសក្នុងការដោះស្រាយនយោបាយបែបនេះខ្ញុំជា
គេគ្នាឆ្នាំ2005នឹងចំនួនប្រគុណសមាជិកក្សត្រមិនដែលមានបែបនោះទេដែលបែបនោះទេទើបតែចាំឆ្នាំ2005នឹងហើយដែលចំផ្ដល់ឧទាហរណ៍ជាក់ស្ដែង345មិនជាបងឆ្នាំ2005ណាដែលសម្ដេចហ៊ុនសែនលោកបានបំពេញទៅលើអង្គព្រះមហាក្សត្រមិនមែនទេលើស្ថាប័នមិនមែនអង្គព្រះមហាក្សត្រទៅលើស្ថាប័នព្រះមហាក្សត្រណាហើយគាត់បំពេញនោះដូចឆ្នាំ1993ពេលគណៈប្រជាជនកម្ពុជាមិនទទួលលទ្ធផលការបោះឆ្នោតហើយនឹងចង់ធ្វើអភិគមដូចគ្នានឹងចង់ធ្វើរដ្ឋប្រហារចង់ធ្វើអភិគមឆ្នាំ2005ដូចគ្នានឹងពាក្យសម្ដីរបស់សម្ដេចនាយរដ្ឋមន្ត្រី បងប្អូនរងចាំស្ដាប់ភាគទី4ជាភាគបន្តបាទសូមអរគុណ